នៅក្នុងសមរភូមិទំនើបការដឹងមុនគឺឈ្នះមុនហើយអាវុធដែលផ្ដល់ព័ត៌មានបានច្បាស់បំផុតមិនមែនជាទាហានលើដីទេតែគឺជាដ្រូនយុទ្ធសាស្ត្រថ្ងៃនេះយើងនឹងមកស្គាល់ Aerostar Tactical UAV វាជាដ្រូនឆ្លូបយកការដ៏ជោគជ័យបំផុតរបស់ប្រទេសអ៊ីស្រាអែលដែលត្រូវបានប្រើប្រាស់ដោយកងទ័ពជាង10ប្រទេសជុំវិញពិភពលោកតើអ្វីដែលធ្វើឲ្យដ្រូនដែលមានរូបរាងសាមញ្ញនេះក្លាយជាភ្នែកទិព្វដែលសត្រូវខ្លាចញញើតនៅថ្ងៃទី21ខែធ្នូឆ្នាំ2025នៅវេលាម៉ោង8ព្រឹកនៅតាមបណ្ដាញសង្គមនិងសារព័ត៌មានមួយចំនួនបានចុះផ្សាយថាដ្រូនខ្នាតធំមួយគ្រឿងទៀតរបស់ទាហានឈ្លានពានសៀមបានធ្លាក់នៅឃុំស្លកក្រាមស្រុកស្វាយជែកខេត្តបន្ទាយមានជ័យយន្តហោះគ្មានមនុស្សបើករបស់កងទ័ពអាកាសថៃគ្រឿងទី2ដែលបានធ្លាក់នៅព្រឹកនោះនៅខេត្តបន្ទាយមានជ័យមានឈ្មោះថា Aerostar Tactical UAV ជាដ្រូនខ្នាតធំដែលថៃបានបញ្ជាទិញពីប្រទេសអ៊ីស្រាអែលខណៈដែលតម្លៃត្រូវបានប៉ាន់ស្មានប្រមាណជាង$10 លានសហរដ្ឋអាមេរិកក្នុងមួយគ្រឿងកាលពីឆ្នាំ2012ដែលបច្ចុប្បន្នមានតម្លៃខ្ពស់ជាងនេះហើយមិនទាន់គិតបញ្ចូលនៅតម្លៃគ្រប់គ្រងប្រព័ន្ធទេបើយោងតាម website អង់គ្លេសបានបង្ហាញថាគ្រាន់តែប្រព័ន្ធគ្រប់គ្រងវារដ្ឋមួយត្រូវចំណាយលុយជាង$30 លានវាជាដ្រូនបើករយៈកម្ពស់មធ្យមនិងប្រើប្រាស់បានយូរម៉ោងរហូតដល់12ម៉ោងដែលមានសមត្ថភាពបំពេញបេសកកម្មទាំងថ្ងៃទាំងយប់ការសង្កេតរកមើលគ្រឿងសព្វាវុធចលនាទ័ពសត្រូវបានច្បាស់និងផ្ដល់ព័ត៌មានដល់កងទ័ពអាកាសថៃនិងកំភ្លើងធំដោយភ្ជាប់ជាមួយប្រព័ន្ធរ៉ាដានិងប្រព័ន្ធផ្ដល់សញ្ញាព័ត៌មានដល់ទីស្នាក់ការចម្ងាយ250គីឡូម៉ែត្រ Aerostar មិនមែនជាដ្រូនតូចៗដែលយើងបង្ហោះលេងទេវាមានស្លាបប្រវែង79ម៉ែត្រនិងប្រើប្រាស់ម៉ាស៊ីនកម្លាំង38សេសចំណុចពិសេសវាត្រូវបានរចនាឡើងឲ្យមានតុល្យភាពខ្ពស់បំផុតវាអាចហោះបានក្នុងរយៈពេលរហូតដល់12ម៉ោងជាប់គ្នាហើយអាចឡើងបានកម្ពស់ខ្ពស់5500ម៉ែត្រសំឡេងស្ងាត់ម៉ាស៊ីនរបស់វាត្រូវបានរចនាឡើងឲ្យបញ្ចេញសំឡេងតិចបំផុតដែលធ្វើឲ្យសត្រូវនៅខាងក្រោមពិបាកនឹងដឹងមានភ្នែកកំពុងសម្លឹងមើលពួកគេពីលើមេឃណាស់អាវុធដ៏ខ្លាំងបំផុតរបស់ Aerostar គឺក្បាលរបស់វានៅក្រោមច្រមុះដ្រូនមានបំពាក់នៅប្រព័ន្ធ sensor ទំនើបជាច្រើនកាមេរ៉ា Day-Night វាអាចថតរូបភាពបានច្បាស់ល្អទាំងថ្ងៃនិងពេលយប់ងងឹតស្លុប sensor កម្ដៅ Infrared ទោះបីជាសត្រូវពួរនៅក្នុងព្រៃឬក្រោមផ្សែងក៏វាអាចមើលឃើញកម្ដៅពីរាងកាយឬម៉ាស៊ីនឡានបានដែរឧបករណ៍វាស់ចម្ងាយ Laser វាអាចកំណត់ទីតាំង GPS coordinate របស់សត្រូវយ៉ាងសក្តិបំផុតរួចបញ្ជូនទិន្នន័យនោះទៅកងទ័ពកំភ្លើងធំឬយន្តហោះចម្បាំងដើម្បីវាយប្រហារ Aerostar ដំណើរការបានដោយសារដំណភ្ជាប់ទិន្នន័យ Data Link ដ៏រឹងមាំវាអាចហោះហើរបានចម្ងាយឆ្ងាយពីស្ថានីយបញ្ជារហូតដល់250គីឡូម៉ែត្ររូបភាពវីដេអូដែលដ្រូនថតបាននឹងត្រូវបញ្ជូនទៅកាន់អេក្រង់របស់អ្នកបញ្ជានៅលើដីក្នុងពេលភ្លាម real time ប្រព័ន្ធនេះមានសុវត្ថិភាពខ្ពស់និងពិបាកក្នុងការលួចស្ដាប់ឬរំខាន anti jamming ដែលធានាថាព័ត៌មានសម្ងាត់មិនត្រូវបានធ្លាក់ក្នុងដៃសត្រូវសរុបមក Aerostar Tactical UAV គឺជាអ្នកស៊ើបការដ៏មហិមាវាជួយសង្គ្រោះជីវិតទាហានបានជាច្រើនដោយការផ្ដល់ព័ត៌មានមុនទាហានចូលទៅក្នុងតំបន់គ្រោះថ្នាក់វាមានភាពធន់និងប្រើប្រាស់បានយូរនិងមានបច្ចេកវិទ្យាឆ្លូបយកការកម្រិតខ្ពស់បំផុតមួយតើអ្នកទាំងអស់គ្នាយល់យ៉ាងម៉េចចំពោះដ្រូនឆ្លូបយកការរបស់អ៊ីស្រាអែលមួយនេះ